កាលមុនសៀមខំអបកូរ៉េខាងត្បូងជន់កម្ពុជារឿងអនឡាញស្កេមឥឡូវលេចការពិតហើយអាមេរិកសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនថៃធំចំនួន2និងក្រុមផ្ដាច់ខ្លួន DKBA របស់មីយ៉ាន់ម៉ាពាក់ព័ន្ធទៅនឹងការឆោបបោកតាមប្រព័ន្ធបច្ចេកវិទ្យាប៉ុន្មានសប្តាហ៍មុននេះបណ្ដាញសារព័ត៌មានសៀមបានខិតខំប្រឹងប្រែងផ្សាយបង្ខូចកម្ពុជារឿងការឆោបបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ណារហូតដល់មេដឹកនាំសៀមចង់ទៅអបកូរ៉េខាងត្បូងដើម្បីមកដោះស្រាយបញ្ហាការឆោបបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាទៀតផងប៉ុន្តែមិនទាន់បានប៉ុន្មានថ្ងៃផងសហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃទី12ខែវិច្ឆិកាកន្លងទៅនេះបានសម្រេចប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនថៃធំចំនួន2និងដាក់ទណ្ឌកម្មលើបុគ្គលចំនួន5នាក់ជាប់ពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋកម្មឆ្លងដែនអនឡាញនិងបោកប្រាស់ជាប្រព័ន្ធដែលមានមូលដ្ឋាននៅប្រទេសថៃមីយ៉ាន់ម៉ាក្នុងនោះមានក្រុមហ៊ុនថៃធំចំនួន2រួមមាន Trend Asia International Holding Group Thailand Company Limited ក្រុមហ៊ុន Trostar Company Limited និងជនជាតិថៃមួយរូបឈ្មោះជូម៉ាសាវាំងដែលមានបណ្ដាញជាមួយនឹងអ ுக ្រិតជននៅមីយ៉ាន់ម៉ានិងក្រុមប្រដាប់អាវុធផ្សេងទៀតដើម្បីបង្កើតមជ្ឈមណ្ឌលបោកប្រាស់ទាំងនេះយោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរងសហរដ្ឋអាមេរិកលោក Tommy Pickett បានបញ្ជាក់ឲ្យដឹងថាសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន5នាក់និងអង្គភាពចំនួន3ដែលមានទីតាំងនៅប្រទេសថៃនិងនៅប្រទេសភូមាចំពោះការជាប់ពាក់ព័ន្ធក្នុងសំណុំរឿងបទឧក្រិដ្ឋកម្មឆ្លងដែននិងចូលរួមក្នុងការអនុវត្តការឆោបបោកវិនិយោគคล้ายៗតាមអ៊ីនធឺណិតទាល់តែឃើញច្បាស់នឹងភ្នែកឬនឹងត្រចៀកបែបនេះបានគេដឹងច្បាស់ថាសៀមអស់លក្ខដើរភូតគេថាខ្លួនស្អាតស្អំទៀតហើយតែតាមពិតចរិតរបស់ចៅសៀមចូលចិត្តដើរតែនិយាយអាក្រក់ពីគេមួតបង្កាច់បង្ខូចប្រឌិតនិងបំភ្លៃសាច់រឿងគ្រប់រូបភាពតែមិនដែលឆ្លុះកញ្ចក់មើលខ្លួនឯងនោះទេជាពិសេសរឿងការឆោបបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះតែម្ដងយោងតាមការប៉ាន់ស្មានរបស់សហរដ្ឋអាមេរិកជនជាតិអាមេរិកបានខាត់បងយ៉ាងហោចណាស់ $10,000 លានអាមេរិកនៅក្នុងឆ្នាំ2024ទៅលើប្រតិបត្តិការឆោបបោកតាមប្រព័ន្ធអ៊ីនធឺណិតដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ដែលជាការកើនឡើង 66% ពីឆ្នាំមុនក្រុមអ ுக ្រិតជននៅទូទាំងតំបន់បានកេងប្រវ័ញ្ចជនជាតិអាមេរិកកាន់តែច្រើនឡើងតាមអ៊ីនធឺណិតដែលគំរាមកំហែងដល់វិបុលភាពរបស់សហរដ្ឋអាមេរិកជាការពិតទាក់ទងនឹងរឿងអនឡាញស្កេមកម្ពុជាគឺជាជនរងគ្រោះហើយរាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែមិនប្រងើយកន្តើយនឹងបញ្ហានេះនោះទេប៉ុន្តែថែមទាំងបាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូក្នុងស្រុកក្នុងតំបន់និងអន្តរជាតិដើម្បីបញ្ចប់ការគំរាមកំហែងទាំងនេះដើម្បីការពារសន្តិភាពស្ថិរភាពនយោបាយនិងសន្តិសុខនៅក្នុងប្រទេសកម្ពុជាក្នុងតំបន់និងលើពិភពលោកផងដែរ